ជំរាបសួរពុកម៉ែបងប្អូនខ្ញុំជាសំណាងអាជីពរបស់ខ្ញុំជាសិល្បករផងជាមន្ត្រីរាជការផងឥឡូវមានការមមាញឹកក៏ដាច់បាយដាច់ទឹកម្យ៉ាងវិញទៀតតាក់ទងជាមួយនឹងការហូបចុកគឺយើងទទួលទានមិនបានទៀងទាត់ទេហើយចំណីអាហារដែលយើងទទួលទាននោះក៏យើងមិនបានដឹងប្រភពច្បាស់លាស់ទៀតអញ្ចឹងហើយបានជាយើងត្រូវការពិនិត្យសុខភាពរបស់យើងជាចាំបាច់ពេលថតជុំគ្នាជាមួយនឹងបងទីបរិនរ៉ូក៏ដូចជាលោកសវណ្ណហ្វីលីបអីគាត់តែងតែណែនាំពេទ្យយូរចាក់ទៅមុខឥឡូវខ្ញុំមកដល់មន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខហើយឃើញថាមានការរាក់ទាក់ទាំងពីខាងក្រៅរហូតដល់ខាងក្នុងគាត់ពិនិត្យសុខភាពរបស់យើងជាដំបូងគឺពិនិត្យកម្ដៅពិនិត្យជីវចរដើម្បីឲ្យដឹងថាតើសម្ពាធឈាមឬក៏ស្អីរបស់យើងដំណើរការបានល្អដែរឬក៏អត់នៅពេទ្យយូរចាក់ទៅមុខហ្នឹងមានវិជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យដែលមានបទពិសោធន៍ជាច្រើនឆ្នាំមិនធ្វើឲ្យពុកម៉ែបងប្អូនខុសបំណងទេខ្ញុំមិនមានបញ្ហាទេសម្ពាធឈាមក៏ល្អចង្វាក់បេះដូងក៏ល្អមន្ទីរសម្រាប់ព្យាបាលអនាម័យក៏ស្អាតកន្លែងរងចាំធំទូលាយមានទីតាំងនៅចំកណ្ដាលរាជធានីភ្នំពេញទីតាំងហ្នឹងខ្ញុំគ្រាន់តែប្រាប់ថាគឺជាអតីតស្ថានទូតអាមេរិកចាស់នៅផ្សារស៊ីឡឹបយើងហ្នឹងពេទ្យយូរចាក់ទៅមុខនេះទទួលចាក់វ៉ាក់សាំងទាំងក្មេងទាំងមនុស្សចាស់ឧទាហរណ៍ដូចជាវ៉ាក់សាំងផ្ដាសាយធំឬវ៉ាក់សាំងអីដែលកន្លែងផ្សេងមានមន្ទីរពេទ្យយូរចាក់ទៅមុខក៏មានដែរផ្ដល់សេវាអតិថិជនជាកញ្ចប់សម្រាប់ដៃគូមុនរៀបអាពាហ៍ពិពាហ៍កញ្ចប់គ្រួសារកញ្ចប់ប្រចាំឆ្នាំបង់ប្រាក់តែម្ដងពិនិត្យសុខភាពពេញមួយឆ្នាំហើយការថែទាំអ្នកវ័យចាស់ជរាក៏មានដែរពិនិត្យនិងព្យាបាលជំងឺកុមារគ្រប់ប្រភេទហើយសេវាកម្មពិនិត្យសុខភាពមាតានិងទារកក៏មានដែរអញ្ចឹងគឺនៅទីនេះគឺមានគ្រប់ហើយសេវារោគវិនិច្ឆ័យមន្ទីរពិសោធន៍និងរូបភាពវិទ្យាសាស្ត្រអីក៏មានគឺសិតសឹងឧបករណ៍ដ៏ទំនើបហើយនឹងមានអេកូថតឆ្លុះកាមេរ៉ាស្មី X ពីគ្រោះជំងឺទូទៅនិងសម្រាប់ព្យាបាលអីក៏មានដែរបាទបងប្អូនអញ្ជើញចុះបើសិនជាពុកម៉ែបងប្អូនមានឪពុកម្ដាយចាស់ជរាគឺមិនអាចមកដល់ clinic បានក្រុមការងារគឺទៅពិនិត្យដល់ទីកន្លែងក៏បានដែរដូចជានៅតាមក្រុមហ៊ុនតាមផ្ទះហើយអ្វីដែលខ្ញុំចង់ជម្រាបជូននោះគឺតម្លៃពិសេសសមរម្យការពិនិត្យថ្ងៃនេះខ្ញុំទទួលបានលទ្ធផលល្អអត់មានបញ្ហាអីទេខ្ញុំត្រូវថែរក្សាខ្លួនឯងតាមរបៀបខ្លួនយើងហើយជាពិសេសគឺ1ឆ្នាំឬ6ខែយ៉ាងយូរត្រូវមកពិនិត្យសុខភាពបងប្អូនក៏ត្រូវធ្វើដូចខ្ញុំដែរដោយពាក្យខ្មែរយើងលោកពោលថាការពារភាសាជាងព្យាបាលនេះជាកត្តាសំខាន់មែនទែនអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានទស្សនានៅវីដេអូរបស់ខ្ញុំនេះបើពុកម៉ែបងប្អូនមានបញ្ហាកុំភ្លេចមន្ទីរសម្រាប់ព្យាបាលយូរចាក់ទៅមុខ